អាណិតបងអូនស្រីជាជនរងគ្រោះមែនទែនស្លាប់ទាំងដែលមិនអាចទទួលបាននៅសំណងបងអូនស្រីម្នាក់ត្រូវបានជនសង្ស័យក្មេងៗពីរនាក់ឆក់ទូរស័ព្ទហើយគាត់បានអង្អាចក្លាហានមែនទែនគាត់ជាស្រីម្នាក់ឯងតែហ៊ានតាមបដិញទៅលើជនសង្ស័យដែលជាមនុស្សប្រុសរហូតដល់2នាក់ដល់កន្លែងមួយសម្រាប់ជនសង្ស័យបានធ្វើសកម្មភាពធាក់ហើយប្រទីបបន្ទងជាមួយបងអូនស្រីបណ្ដាលឲ្យបោកក្បាលជាមួយនឹងផ្លូវធ្ងន់ធ្ងរបច្ចុប្បន្ននេះឃើញថាគាត់ត្រូវបានស្លាប់បាត់បង់អាយុជីវិតហើយដោយឡែកជនសង្ស័យដែលបានធ្វើការឆក់ទូរស័ព្ទរបស់គាត់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់តាំងពីថ្ងៃដែលកាត់ហេតុភ្លាមមកម្លេះបងប្អូនជាទីមេត្រីខ្ញុំសូមជម្រាបឲ្យបងប្អូនយល់បន្តិចមានន័យថាកាលពីពេលប្រហែលថ្ងៃមុនមានករណីមួយដល់ជនសង្ស័យ2នាក់ជិះម៉ូតូប្រភេទនិចមកធ្វើការឆក់ទូរស័ព្ទទៅលើបងអូនស្រីម្នាក់ដែលជិះម៉ូតូប្រភេទ Scoopy បានសម្រេចរួចបងអូនស្រីគាត់គឺមានចិត្តក្លាហានបានតាមប្រដេញទៅលើជនសង្ស័យដែលជាមនុស្សប្រុស2នាក់ហ្នឹងរហូតទៅដល់បំពុះមូលចិត្តបំពុះមូលទូលកុកចាស់សប្តិជនសង្ស័យបានធ្វើការប្រទីបន្ទងហើយធាក់ផ្ដួលទៅលើបងអូនបណ្ដាលឲ្យបងអូននឹងមានការដួលបោកក្បាលជាមួយនឹងផ្លូវហើយដំបូងខ្ញុំស្មានតែគាត់គ្រាន់តែរងរបួសធ្ងន់ឬមួយក៏សន្លប់ធំអាចព្យាបាលបានបងប្អូនប៉ុន្តែមកទល់ពេលនេះយើងទទួលព័ត៌មានពីគ្រួសារគាត់គឺថាគាត់ស្លាប់បាត់បង់អាយុជីវិតហើយអញ្ចឹងចូលរួមរំលែកទុក្ខទៅដល់គ្រួសារនៃសពផងហើយខ្ញុំសង្ឃឹមនឹងជឿជាក់យ៉ាងមុតមមថាសមត្ថកិច្ចលោកនឹងចាប់បាននៅជនសង្ស័យម្នាក់ទៀតដែលបានចូលរួមធ្វើសកម្មភាពហើយបញ្ជាក់បងប្អូនបើតាមអ្វីដែលយើងទទួលបានព័ត៌មានត្រួសឬថាជនសង្ស័យដែលជាចោរឆក់ហ្នឹងគឺថាมันមានអាណាព្យាបាលឬក៏មេដាបៃតាណាបដៅឬមួយក៏មេដាបៃតាពិតប្រាកដដែរព្រោះគាត់លក្ខណៈបែបថាចូលក្រុមជនអន្តពាលណាលក្ខណៈបែបអ្នកលេងអ្នកមែនទៅហើយអញ្ចឹងដូចជាគ្មានសង្ឃឹមណាមួយដែលថាបានសំណងពីចោរហ្នឹងទេប៉ុន្តែខ្ញុំសរសើរបងស្រីគឺគាត់ក្លាហានណាស់គ្រាន់តែចោលឆក់ព្រាមគឺអត់អាយអង្គអត់ស្រែកអត់ឡូឡាទេគឺប្រមូលស្មារតីស្មឹងស្មាតតាមទៅលើចោលហើយចោលនឹងជាមនុស្សប្រុសរហូតដល់2នាក់ហើយគាត់ស្រីម្នាក់គាត់ហ៊ានតាមទៀតរសារគាត់កន្លែងទៅនឹងហើយអញ្ចឹងខ្ញុំមានតែម្រាមដៃ10គឺសុំទៅដល់សមត្ថកិច្ចជនសង្ស័យម្នាក់ទៀតហ្នឹងកុំទុកឲ្យខ្លួនឯងចាប់ឲ្យបានមកបាទដើម្បីឲ្យគ្រួសារនៃសពហ្នឹងគាត់មានការស្ងប់ចិត្តបន្តិចបាទពួកខ្ញុំបានណាត់គាត់មែនតើនៅហេតុការណ៍នោះខ្ញុំបានទៅយកព័ត៌មានក៏ពិតមែនក៏ប៉ុន្តែអត់បាននិយាយសម្ដីអីជាមួយបងអូនស្រីទេព្រោះដោយសារតែពេលទៅដល់បងអូនស្រីត្រូវបានសន្លប់បាត់បង់ស្មារតីសូន្យឈឹងទៅហើយបងប្អូនជាទីមេត្រីខ្ញុំសូមសរុបឲ្យបងប្អូនយល់មានន័យថាករណីនេះគឺជាករណីចោលឆក់ហើយឆក់ទៅក៏ចោលបានធ្វើការធាក់ទៅលើបងអូនស្រីម្នាក់ដែលជាជនរងគ្រោះត្រូវជាម្ចាស់ទូរស័ព្ទបណ្ដាលឲ្យដួលបោកក្បាលនឹងផ្លូវបណ្ដាលឲ្យសន្លប់ធំនៅពេលនោះប៉ុន្តែមកទល់ពេលនេះត្រូវបានយើងទទួលព័ត៌មានច្បាស់ការថាគាត់បានស្លាប់បាត់បង់អាយុជីវិតហើយអញ្ចឹងជុំវិញព័ត៌មាននេះខ្ញុំមិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបពីព័ត៌មានតែប៉ុណ្ណេះបញ្ជាក់ជនសង្ស័យចាប់បានម្នាក់តាំងពីថ្ងៃកាត់ហេតុភ្លាមនៅតែម្នាក់ទៀតកំពុងតែព្យាយាមរត់គេចខ្លួនអញ្ចឹងជុំវិញព័ត៌មាននេះខ្ញុំបាទមេសារាមាត់រហ័សស្បែកត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបពីព័ត៌មានតែប៉ុណ្ណេះប្រសិនបើមានអ្វីបន្ថែមជុំវិញព័ត៌មាននេះខ្ញុំបាទនឹងធ្វើការអាប់ដេតក៏ជារាយការណ៍នៅព័ត៌មានជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបជាបន្តទៀតខ្ញុំបាទមេសារាក៏សូមធ្វើការអរគុណនិងសូមគោរពលា